រឿងត្រង់ថាអូនលើកឡើងអំពីរឿងថាបុកគេស្លាប់ត្រូវសងជាលុយហើយត្រូវចាប់ថាប៉ុណ្ណឹងឬក៏ជាប់គុកមួយផ្លែតហើយត្រូវចេញមកវិញទី1អរគុណបងអូនដែលបានលើកសំណួរពីរនេះប៉ុន្តែខ្ញុំមានអារម្មណ៍ថាបងអូនមិនត្រឹមតែជាអ្នកកសែតទេប៉ុន្តែជាអ្នកស្រាវជ្រាវរឿងក្តីតែម្ដងព្រោះភាពល្អិតល្អន់នេះគឺថាមានភាពល្អិតល្អន់ច្រើនប៉ុន្តែខ្ញុំក៏ចង់ប្រាប់បងអូនថាអ្វីដែលបងអូននិយាយក៏ខ្ញុំមិនជឿទាំងស្រុងដែរប៉ុន្តែក៏មិនបដិសេធដែរព្រោះអ្វីដែលបងអូនស្រាវជ្រាវខ្ញុំមិនដឹងថាបងអូនស្រាវជ្រាវបានពីគ្រប់ភាគីដែរទេប្រហែលជាបានតែពីមួយភាគីទេឃើញទេបាទបើសិនជាស្រាវជ្រាវពីភាគីគឺបងអូនខ្លាចតែជាសមត្ថកិច្ចទៅហើយឃើញទេអូហេបាទខ្ញុំត្រូវឥឡូវជប់ខ្ញុំបាទឥឡូវខ្ញុំតទៅទៀតបងលើកមកហ្នឹងគឺក្នុងនាមខ្លួនឯងជាភាគីម្ខាងឃើញទេបាទហើយបងលើកមិនខុសទេព្រោះមូលហេតុអីពេលដែលយើងដាក់ចេញនៅយុទ្ធនាការនេះដោយសារយើងឃើញបញ្ហាប្រឈមមួយចំនួនទើបយើងដាក់ចេញវិធានការនេះគឺរងចាំឲ្យបងអូនបើជនរងគ្រោះផ្ទាល់ត្រូវដាក់ពាក្យបណ្ដឹងមកបានឃើញទេបាទទី1ទី2 17ខែពិតជាយូរជាពិសេសសម្រាប់អ្នករងគ្រោះចឹងហើយប៉ុន្តែការដោះស្រាយរឿងមួយមិនមែនចំណាយពេលត្រឹមតែ1ថ្ងៃ2ថ្ងៃទេយើងក៏ត្រូវទទួលស្គាល់ប៉ុន្តែអ្វីដែលសំខាន់ដែលយើងត្រូវគិតគូរជាចំពោះមុនគេគឺសំណងមុនគេ